នេះជ្រក់ត្រៀមឆ្លើយពាក្យបណ្ដៅមួយបាទសัตว์4ជួនឈ្មោះតែមួយសัตว์3ពងស្រួយសัตว์1ពងតុនគឺជាអ្វីសត្វ3ពងស្រួយក្អែកគោក្អែកទឹកអណ្ដើកក្អែកសัตว์1ពងតុនសត្វ1ពងទាន់គឺត្រីក្អែកចូលនេះជ្រក់ឆ្លាតណាស់ណាបាទចម្លើយនេះពិតជាត្រឹមត្រូវតើសត្វខ្លានិងមនុស្សពេលដេកខុសគ្នាត្រង់ណា សត្វខ្លានិងមនុស្សពេលដេកខុសគ្នាត្រង់មនុស្សដេកគង់អន្ទាក់ខ្លាតែខ្លាមិនដេកគង់អន្ទាក់មនុស្សទេហា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 ចូលនេះជ្រក់ពូកែចម្លើយនេះពិតជាត្រឹមត្រូវនេះជ្រក់ពីបណ្ដាលខេត្តទៅភ្នំពេញតើខេត្តមួយណាដែលឆ្ងាយជាងគេខ្ញុំឆ្លើយថាខេត្តរតនគិរីអូខេត្រឹមត្រូវតើពីខេត្តរតនគិរីទៅភ្នំពេញមានចម្ងាយប៉ុន្មានគីឡូម៉ែត្រមានចម្ងាយ588គីឡូម៉ែត្រអូខេត្រឹមត្រូវតើពីភ្នំពេញទៅរតនគិរីផ្លូវជាតិលេខប៉ុន្មានផ្លូវជាតិលេខ7ចុចលេខ13អូខេនេះជ្រក់ឆ្លើយបានត្រឹមត្រូវដើមអីដែលមានប្រយោជន៍ជាងគេដើមត្នោតថ្នោតត្នោតមានប្រយោជន៍អីខ្លះអូច្រើនណាស់មើលមានប្រយោជន៍អីនិយាយទៅមើលខ្ញុំគាត់សង្ខេបទេដើមថ្នោតណាផ្លែចាស់ល្មមលក់ដូរស្លកកោផ្លែខ្ចីផ្លែទុំជ្រុះដល់ដីមនុស្សប្រុសស្រីឬធ្វើនំចោលគ្រាប់ដុសកំពីងគាស់លួងក្មេងមិនឲ្យយំចំណងចាស់សរសៃធំចងប្រមុំធ្វើជាប្រែងចំណងតូចសរសៃខ្ចីវិញខ្សែខ្លីឬខ្សែវែងមនុស្សគ្រប់កន្លែងមិនអាចត្រាក់ថ្នោតបានទេអូមានប្រយោជន៍ច្រើនណាស់មានប្រយោជន៍ណាស់អ្នកខ្លះថ្នោតទុំហើយយើងយកទៅបោះចោល